ការប្រយុទ្ធតាមព្រំដែនថៃមីយ៉ាន់ម៉ាកំពុងតែបន្តខណៈកងកម្លាំងមីយ៉ាន់ម៉ាវាយលុកខ្លាំងចំពោះទីតាំងការ៉ាននៅថ្ងៃទី18ខែមេសាឆ្នាំ2026នេះសារព័ត៌មានថៃអ៊ីងលីសបានចុះផ្សាយថាការប្រយុទ្ធប្រដាប់អាវុធតាមបណ្ដោយព្រំដែនរវាងប្រទេសថៃនិងមីយ៉ាន់ម៉ាបានបន្តឡើងវិញនៅព្រឹកថ្ងៃសៅរ៍ខណៈកងកម្លាំងយោធាមីយ៉ាន់ម៉ាបានបាញ់ប្រហារដោយអាវុធធុនធ្ងន់និងអាវុធធុនតូចទៅលើទីតាំងដែលគ្រប់គ្រងដោយការ៉ាននៅតំបន់ជិតទីក្រុងមេសុតតាមប្រភពព័ត៌មាននៅក្នុងតំបន់បានឲ្យដឹងថាកងកម្លាំងមីយ៉ាន់ម៉ាកងពលស្មើជើងស្រាលលេខ22បានកំណត់គោលដៅលើមូលដ្ឋានរបស់ការ៉ានស្ថិតនៅក្នុងភូមិមីនឡាផានភូមិផាឡូណយនិងភូមិផាលូយ៉ៃក្នុងឃុំមីយ៉ាវ៉ាឌីនៃរដ្ឋការ៉ានដែលស្ថិតនៅទួលមុខក្នុងតំបន់មេសូតខេត្តត្រាតប្រទេសថៃសកម្មភាពយោធានេះត្រូវបានគេវាយតម្លៃថាមានគោលបំណងដណ្ដើមយកវិញនៅទីតាំងយុទ្ធសាស្ត្រដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ការ៉ានខណៈដែលចំនួនរវាងភាគីទាំងពីរបានបន្តអស់រយៈពេលជាច្រើនខែមកហើយកងកម្លាំងមីយ៉ាន់ម៉ាបានដាក់ពង្រាយទាំងកងទ័ពជើងគោកនិងប្រើប្រាស់ការវាយប្រហារតាមអាកាសរួមមានយន្តហោះចម្បាំងនិងយន្តហោះគ្មានមនុស្សបើក UAV ប៉ុន្តែមិនទាន់អាចបណ្ដេញកងកម្លាំងនេះបានចេញពីតំបន់នៅឡើយប្រភពក្នុងស្រុកបានបញ្ជាក់ថាសម្លេងផ្ទុះនិងសម្លេងកំភ្លើងបានចាប់ផ្ដើមតាំងពីពេលព្រលឹមហើយអាចឮបានច្បាស់នៅកណ្ដាលទីក្រុងមេសូតបង្កការព្រួយបារម្ភចំពោះប្រជាជននៅតំបន់ជិតព្រំដែនទោះជាយ៉ាងណាមិនអាចមានសេចក្តីរាយការណ៍អំពីការបាញ់ប្លង់ចូលទៅក្នុងដែនដីប្រទេសថៃក្នុងកំឡុងពេលប៉ះទង្គិចនៅថ្ងៃនោះទេភាគីថៃបានបន្តតាមដានស្ថានភាពយ៉ាងជិតស្និទ្ធដោយកម្លាំងសន្តិសុខរួមមានកម្លាំងព្រំដែននិងអង្គភាពពាក់ព័ន្ធត្រូវបានដាក់ពង្រាយបន្ថែមតាមបណ្ដោយព្រំដែនដើម្បីធានាសុវត្ថិភាពនិងការពារអធិបតេយ្យភាពជាតិស្ថានភាពនៅតំបន់នេះនៅតែមានភាពតានតឹងខ្ពស់គណៈការប្រយុទ្ធមិនទាន់បានបង្ហាញសញ្ញាថានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះនោះឡើយពីខ្ញុំបាទរងសវី Friday Daily News